3 ការដើរបាញ់សត្វកណ្ដោតាមព្រៃជាសកម្មភាពមួយដែលធ្វើឲ្យអ្នកចូលចិត្តធម្មជាតិមានអារម្មណ៍រំភើបនិងរីករាយព្រោះបានដើរឆ្លងកាត់ព្រៃឬក៏អុំទូកជិះកាត់វាលទឹកអីចឹងបានស្រូបខ្យល់អាកាសបរិសុទ្ធអីចឹងគឺសប្បាយមែនទែនជាពិសេសនោះគឺថ្ងៃនេះបានបាញ់បាញ់បានឡើង2 3គួរសមដែរមួយធំធំហើយរាល់ឆ្នាំឲ្យតែទឹកលិចគឺដឹងតែមានហើយកដោមកពីណាពីណីវាឡើងពីភ្លឺឈូកដែលចកាឈូកយើងលិចហ្នឹងវាដើរនៅអាកន្លែងណាដែលខ្ពស់វាធ្វើសបុកនៅដេកនឹងដាល់វាយើងដើរបាញ់យកហើយចេះច្រឡំថាមិនដែរជីទូកជីទូកហើយថ្ងៃនេះមកគឺមកតែម្នាក់ឯងទេហើយនេះជាកដោទី1ដែលខ្ញុំបាញ់បានមកសលេងវាចាំមើលសលេងវាញញ៉ៃពេកអូគូសំនេះអូប្រែងហ៎បាទប្រែងនៅនេះប៉ុណ្ណេះអូតែអាកដោបាញ់បានមុនគេនេះវាធំគួរសមដែរហ្នឹងចិត្ត1 គីឡូហ្នឹងនេះកដោនេះធំខ្លាំងហើយវាឡើងពីទឹកហ្នឹងទៅអង្គុយកម៉ក់ទេយើងដើរតាមវាច្រឡំដើរជីទូកហ្នឹងហើយជីទូកតាមវាតាមទៅបានឃើញទៅវាបានអង្គុយបានបាញ់វាត្រូវកុំឲ្យងាយបាញ់បានទេបងប្អូនអើយកដោវាដើរនៅជួនកាលទៅវានៅអាក្នុងសបុកធំយើងមើលអត់ឃើញទៅបាញ់អត់បានទេហើយខ្ញុំថ្ងៃនេះមកតែឯងទេមកតែឯងអត់មានកាមេរ៉ាមែនទេគឺដាក់ជើងថតចោលចឹងហើយដើរឈ្ងោកមើលឈ្ងោកប្រយ័ត្នដែរហ្នឹងបងប្អូនព្រោះអីវាលិចទឹកសัตว์គ្រប់យ៉ាងវាឡើងមកលើហ្នឹងដល់ពេលយើងមើលមិនប្រយ័ត្នហ្នឹងប៉ះខ្លះដែរបាទតែអត់អីទេយើងការពារហើយក៏ជំនាញដែរហើយមកថ្ងៃនេះមើលមិនបាននិយាយពីខវិញមិនបាននិយាយបាទខខ្លីបើថាធ្លាក់ទឹកវិញកូតឈូកវិញកូតបដ ாய் ងាកមិញឡើងគ្រាន់តែមកដល់គៀនដៃឈូកភ្លាមធ្លាក់ទៅលើទូកប្រងបាទនិយាយពីជើងវិញកូតអស់ហើយបាទឥឡូវគឺដល់កន្លែងនេះគឺប៉ះមួយទៀតហើយប៉ះមួយទៀតហ្នឹងហើយកដោតែលើកនេះវាអត់ធំដូចអាទី1ទេអាទី2នេះអត់សូវធំទេរៀងទូចចឹងបន្តិចហើយឆ្ងោកមើលខ្ញុំឆ្ងោកមើលបាទឆ្ងោកមើលចង់ដឹងថាខ្លួនវានៅតាណាព្រោះអីជួនកាលទៅវាដេកនៅក្នុងសបុកយើងមើលអត់ដឹងថាវានៅដេកតាណាទេដល់ពេលចឹងទៅយើងពិបាកក្នុងការមើលយើងទៅមើលច្បាស់មែនទេជួនកាលទៅយើងមើលពីខាងនេះអត់ឃើញយើងទៅមើលពីខាងនោះវិញយើងដោលទៅហើយក៏ដោពេលថ្ងៃវាអត់សូវផ្អើលទេកុំឲ្យតែយើងអង្គើប៉ះវាទៅតែប៉ះវាដឹងតែចប់ហើយនេះបាញ់បានហើយបាញ់តង់ទី2បាទក្បាលទី2ក្បាលទី1តែអីក្បាលទី2នេះអូដល់កហើយកដោប្រែងគឺចឹងឲ្យទៅបាញ់វាត្រូវប៉ះស្អីគេហ្នឹងនេះអាព្រួយនេះកុំបានខ្ញុំរុំដែកនេះកុំឲ្យអត់នៅទេដាក់ដឹងថាគេខ្ទេចច្រឡំរុំលីឡុងអីហ្នឹងដាច់ខ្ទេចហើយអាប្រែងនៅនេះធំមានដូចអាបកងខាងបទីមានជ័យអីទុយទេប្រែងនេះសិតតែប្រែងស៊ីឈូកដូចកដោចិញ្ចឹមអញ្ចឹងបាទកដោចិញ្ចឹមស្រីនិយាយពីសុខភាពវិញឡើងល្អហើយថាសាច់វាណាអូសាច់មកសាច់វាចំណៃស៊ីគ្រប់គ្រាន់ខ្យងដែតអីវាចាប់ស៊ីឈូកនិយាយទៅឈូកខ្ចីឈូកខ្ញុំបេះមិនសូវបានផលដោយសារកដោតហើយកដោនេះគឺវាសัตว์ចង្រៃហើយនេះក្បាលទី3បាទក្បាលទី3ខ្ញុំបាញ់បានហើយនេះនេះយើងទៅមុខបន្តិចទៀតខ្ញុំអត់បានថតទេប្រអីវាដួលម្ដងដែរទូកវាក្លេងខ្លងចោះឡើងបាទវាពិបាកក្នុងការថតហ្នឹងហើយតើតបាញ់បានចឹងបានថតហើយបើនិយាយពីរឿងសัตว์កដោនេះវិញបាទមូលហេតុដែលយើងកំចាត់វាហ្នឹងគឺដោយសារវាបំផ្លាញដំណាំយើងបាទវាស៊ីឈូកខ្ទេចគ្មានសល់ទេអត់ឲ្យយើងបេះទេហើយនេះពងនេះអត់ដឹងថាពងអីទេបងណាដែលស្គាល់អាចជួយ comment ប្រាប់ផងថាជាពងអីខ្ញុំថាពងសัตว์ថ្លុំតែដូចមិនមែនទេដឹងខ្ញុំអត់សូវស្គាល់ហើយនេះយើងបានត្រឡប់មកវិញហើយកដោរបស់យើងគឺបានតែ3ហើយ4នឹងអាទូចបកងនឹងមួយទេព្រោះអីវារួចច្រើនពេកយើងបាញ់វាអត់បានណាឃើញយើងប៉ះបន្តិចតួចអីទៅវាលោតព្រុសជាងកាលទៅសបុកគៀនគ្នាយើងបាញ់ទៅផ្អើលអស់លេងដល់ពេលអញ្ចឹងទៅបាញ់បានតែមួយទេក្នុង3 4នឹងដែលវានៅមកគុំអញ្ចឹងពេលទឹកលិចខ្លាំងយ៉ាងហ្នឹងប្រហែលជាមានច្រើនជាងហ្នឹងចង់បងដែលចង់បានកដោយកទៅហូបបាទបលះឲ្យហើយក៏បានដែរចាំខ្ញុំរៀបចំជូនទៅអញ្ចឹងបងចង់ញ៉ាំកដោទៅតែកំងណាបាទកំង